ជំរាបសួរនាងខ្ញុំឈ្មោះសុខាវឿតជាគ្រូបង្រៀនថ្នាក់ទី2ខនៃសាលាបឋមសិក្សាឆាយបលាំងដែលមានទីតាំងស្ថិតនៅភូមិជើងទិញឃុំធិបតីស្រុកកោះកឡខេត្តបាត់ដំបងនៅក្នុងសាលារៀនរបស់នាងខ្ញុំផងដែរមានលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សបានចូលរួមគោរពទង់ជាតិរៀងរាល់ព្រឹកសិស្សានុសិស្សមានក្រុមប្រឹក្សាវិន័យរៀបចំសណ្ដាប់ធ្នាប់នៅពេលតម្រង់ជួរនៅក្នុងសាលារបស់នាងខ្ញុំក៏មានជាការលក់ប្រភេទចំណីអាហារដែលមានដូចជាផ្លែឈើហើយនិងប្រភេទនំខ្មែរផ្សេងៗជាដើមជាទម្លាប់នាងខ្ញុំតែងតែមកសាលានៅពេលព្រឹកដើម្បីជួយរៀបចំសិស្សឲ្យញ៉ាំអាហារពេលព្រឹករៀបចំលាងសម្អាតនិងរៀបចំទុកដាក់សម្ភារៈផ្សេងៗបន្ទាប់ពីបានញ៉ាំអាហារពេលព្រឹកនិងទុកដាក់សម្ភារៈរួចរាល់ហើយសិស្សានុសិស្សក៏បានរៀបចំសម្ភារៈសិក្សាដើម្បីចូលមេរៀនថ្មីហើយសម្រាប់ថ្ងៃនេះផងដែរនាងខ្ញុំក៏បានលើកយកមុខវិជ្ជាគណិតវិទ្យាមេរៀនទី5វិធីគុណខ្លឹមសាររងការគុណចំនួនមានលេខ2ខ្ទង់និង1ខ្ទង់ដោយគ្មានត្រាទុកនៅក្នុងមេរៀននេះផងដែរមានវត្ថុបំណងចង់ឲ្យសិស្សចេះគុណលេខ2ខ្ទង់និង1ខ្ទង់ដោយគ្មានត្រាទុកសួស្តីបងប្អូនទាំងអស់គ្នាចាសុខសប្បាយទេបងសុខអញ្ចឹងថ្ងៃនេះបងអូនមើលមិត្តភ័ក្តិបងអូនមានអវត្តមានទេអត់មានទេអញ្ចឹងថ្ងៃនេះយើងរៀនគណិតវិទ្យាអញ្ចឹងសប្តាហ៍មុនថ្ងៃមុនតើគណិតវិទ្យាយើងរៀនអំពីអ្វីថាណូចាតោះតោះមិត្តភ័ក្តិយើងមួយចាអរគុណកូនកុយចុះអញ្ចឹងតើមានកិច្ចការផ្ទះអីកូនតោះយកកិច្ចការផ្ទះកូនមកយកខ្មៅដៃមកដូរគ្នាកែតោះអញ្ចឹងកូនទៀងទាត់ជាមួយនឹងចម្លើយរបស់អ្នកគ្រូអសកលអ្នកគ្រូបំពេញលេខ4នៅក្នុងប្រអប់បើមិត្តភ័ក្តិយើងធ្វើត្រូវយើងគ្រូសញ្ញាថេចនៅចុងចម្លើយរបស់មិត្តភ័ក្តិយើងមកអសកលអ្នកគ្រូបំពេញលេខ3នៅក្នុងប្រអប់អសកលអ្នកគ្រូបំពេញលេខ4នៅក្នុងប្រអប់តោះកូនទៀងទាត់ចម្លើយទាំងអស់គ្នាហើយនៅកូនហើយឯងកាត់នៅចុងតោះតោះតំណាងក្រុមប្រមូលតោះលឿនឡើងកូនតំណាងក្រុមប្រមូលតោះលឿនអ្នកគ្រូនឹងកែកិច្ចការរបស់កូននៅពេលក្រោយបានច្រើនតោះលឿនឡើងតោះទាំងឲ្យប្រមូលលឿនកូនតោះហើយនៅចាតោះអញ្ចឹងដូចម្ដេចដែលហៅថាការគុណមកថានុសុំឲ្យលឺម្ដងទៀតកូនការគុណគឺជាការចាអរគុណច្រើនកូនតោះអរគុណគួយចុះអញ្ចឹងការគុណគឺជាការបូកចំនួនដូចគ្នាច្រើនដងតោះឧទាហរណ៍អ្នកគ្រូមានឧទាហរណ៍មួយ12បូកនឹង12អញ្ចឹងបើអ្នកគ្រូចង់សរសេរវាទៅជាការកូនវិញតើយើងអាចធ្វើវាបានដូចម្ដេចកូនសក្កណាចាសតវត្ថុយើងមួយ12គុណនឹង2អរគុណកូនកុយចាស់អញ្ចឹងតើ12បូក12ផលបូកស្មើនឹងប៉ុន្មានកូនស្មើប៉ុន្មានដែរតាំងចៃចាអរគុណកូនសាទរប្រភេទយើងមួយ12បូកនឹង12ស្មើនឹង24ចុះ12គុណនឹង12ផលគុណនៃ12បូកគុណនឹង12ស្មើប៉ុន្មានកូនខែម៉ាចាតោះទៀតដែរអរគុណប្រភេទយើងមួយអញ្ចឹង12បូក12ស្មើ24 12គុណនឹង2ស្មើនឹង24ដូចគ្នាហេតុអីបានជា24នេះអត់មានត្រាទុកកូន12គុណនឹង2អត់មានត្រាទុកហេតុអីគេថាណូចាអរគុណកូនតោះសាទរប្រភេទយើងមួយចាបានជា22គុណនឹង2មិនមានត្រាទុកមកពី12បូក12ក៏គ្មានត្រាទុកដែរចុះ12នេះគេហៅថាអីកូនគេហៅថាអីអ្នកគ្នាគេហៅអីគេតួអីគេតួគុណច
ចុះពីនេះហៅអីគេមេគុណ24ផលគុណអញ្ចឹងថ្ងៃនេះយើងនឹងរៀនមេរៀនថ្មីមួយតើបងអូនណាដឹងថាថ្ងៃនេះអ្នកគ្រូរៀនអំពីអ្វីដាណៃចាអរគុណច្រើនតោះតាក់ដៃអាចារ្យលោកភ័ក្រមួយតាក់ដៃអាចារ្យចាអរគុណច្រើនក៏ចុះអញ្ចឹងមេរៀនថ្ងៃនេះរៀនអំពីការកូនចំនួនមានលេខ2ខ្ទង់និង1ខ្ទង់ដោយគ្មានត្រាទុកអញ្ចឹងតើយើងត្រូវធ្វើដោយ ម្ដេចដើម្បីកូនចំនួនមានលេខ2ខ្ទង់និង1ខ្ទង់ដោយគ្មានត្រាទុកតើយើងត្រូវធ្វើដោយម្ដេចកូនគុណអីគេខ្លះតើមើលអ្នកណាឆ្លើយបានសាកណាកូនខ្ទង់អីគេបន្ទាប់មកអីទៀតចាអរគុណច្រើនតោះក៏ចុះអញ្ចឹងដំបូងយើងត្រូវកូនខ្ទង់អីគេរាយបន្ទាប់មកយើងកូនខ្ទង់10តោះដំបូងកូនខ្ទង់រាយបន្ទាប់មកកូនខ្ទង់10តោះយើងត្រូវខុសអានថ្ងៃទីហើយនឹងចំណងជើងមេរៀនយើងទាំងអស់គ្នាកូនតោះចាអរគុណច្រើនកូនកុយចុះតោះកូនមើលនេះមួយតើវាជាអ្វីចាតោះមួយទៀតតោះតើវាជាអ្វីកូនថាចំនួនអញ្ចឹងថាចំនួនមួយអ្នកគ្រូដាក់នៅក្នុងខ្ទង់រាយតើវាមានតម្លៃប្រមាណកូនមានតម្លៃប៉ុន្មានទាំងអស់គ្នា1តង់រាយមានតម្លៃស្មើនឹង1តង់រាយចុះបើអ្នកគ្រូដាក់វា1នៅក្នុងខ្ទង់10តើវាមានតម្លៃប្រមាណ1ខ្ទង់10តោះអញ្ចឹងអ្នកគ្រូមានឧទាហរណ៍មួយ24គុណនឹង2តើ24គុណនឹង2មានន័យដូចម្ដេចកូនកូនណាឆ្លើយបាន24គុណនឹង2មានន័យដូចម្ដេចជីកាចា24ន័យចាតែដាក់មកទៅប្រភេទយ៉ាងមួយអញ្ចឹង24គុណនឹង2មានន័យថា24ន័យ2ក្រោមអញ្ចឹង24នៃ2ក្រុមយើងអាចឡើងបិទថាចំនួនបានដោយរបៀបណាកូនណាអាចបិទបានដល់ណាតតោះអ្នកគ្រូបិទថាចំនួនពណ៌បៃតងនៅខ្ទង់រាយថាចំនួនពណ៌ក្រហមនៅខ្ទង់10បិទឲ្យត្រង់ជួរមកកូនតែចំកណ្ដាលខ្ទង់រាយដាក់ម៉ានតើអ្នកកន្លែងប្រើបានត្រៀមបានកូនតោះតើដាណែតបិទថាចំនួនបានត្រឹមត្រូវដែរឬទេថានោះហេតុអីបានកូនលើកបានពណ៌បៃតងកូនចាមកពីដាណែតបិទថាចំនួនបានត្រឹមត្រូវចាអរគុណច្រើនតើកូនកូនចង់តែកន្លែងតោះចឹងមើលគេបិទថាចំនួនខ្ទង់រាយមាន4ចំនួនប្រមាណក្រុមកូនមានប្រមាណក្រុម2ក្រុមចុះខ្ទង់10លេខ2មានប្រមាណក្រុមដែរ
ពីក្រុមអញ្ចឹងតើយើងអាចធ្វើប្រមាណវិធីគុណជំហានទី1បានដោយរបៀបណាតោះអ្នកគ្រូមានតារាងតម្លៃលេខជាជួរឈរតោះតើកូនណាអាចឡើងមកសរសេរការគុណជាជួរឈរបានកូនតោះអ្នកណាអាចឡើងសេបានវិសាលតោះ24គុណនឹង2ដាក់ជាជួរឈរមកចាតោះអ្នកកន្លែងត្រៀមបានមើលមិត្តភ័ក្តិរបស់យើងតើវិសាលសរសេរជាជួរឈរត្រឹមត្រូវដែរឬទេចាអរគុណច្រើនកូនទៅកន្លែងតោះអញ្ចឹង24គុណនឹង2យើងអាចសរសេរជាជួរឈរបានហើយតើអ្នកណាអាចឡើងមកធ្វើការគុណនៅក្នុងថាសំទោសនៅក្នុងតារាងតម្លៃលេខតាមខ្ទង់ដោយប្រើសម្ភារៈថាចំនួនបានតោះសក្កណាតោះជំហានទី1យើងត្រូវគុណខ្ទង់អីគេខ្ទង់រាយតោះគុណយាយមក4អីគេបូកចាអញ្ចឹងជំហានទី1យើងត្រូវគុណខ្ទង់រាយតើអ្នកណាអាចមកគុណនៅក្នុងតារាងតម្លៃជួរឈររបស់យើងបានតោះអ្នកណាអាចឡើងបានកូនហារតីតោះអ្នកកន្លែងកូននិយាយទាំងអស់គ្នាមើល4អីគេសរសេរនៃតារាងចាតោះឥឡូវកូនប្រើបានតើហរតីធ្វើបានត្រឹមត្រូវដែរឬទេចាអរគុណច្រើនកូនទៅកន្លែងចាតោះអញ្ចឹងជំហានទី1យើងគុណនឹងខ្ទង់រាយ4ខ្ទង់រាយគុណនឹង2ស្មើនឹង8ខ្ទង់រាយចុះជំហានទី2តើយើងគុណនឹងខ្ទង់អីកូនទាំងអស់គ្នាគុណខ្ទង់អីគេចាជំហានទី2គុណខ្ទង់10អញ្ចឹងមុននឹងទៅដល់ការគុណជាជួរឈរបានអ្នកគ្រូសូមឲ្យកូនមកប្រើប្រាស់សម្ភារៈរបស់យើងសិនថាចំនួនតោះអ្នកណាអាចធ្វើបានសែនតោះនិយាយផងកូននិយាយផង2អីគេខ្ទង់10ចា2ខ្ទង់10បូក2ខ្ទង់10ស្មើស្មើម៉ានស្មើ4ខ្ទង់10ចាតោះមើលអូនសែនតើសែនបិទថាចំនួនបានត្រឹមត្រូវឬទេចាត្រឹមត្រូវអរគុណច្រើនកូនទៅកន្លែងតោះអញ្ចឹង2ខ្ទង់10បូកនឹង2ខ្ទង់10ស្មើនឹង4ខ្ទង់10អញ្ចឹងតើអ្នកណាអាចមករកផលគុណជាជួរឈរបានកូនតោះអ្នកណាអាចរកបានតោះសុភាពតើទាំងអស់គ្នានិយាយផងកូននិយាយលឺកូនចាអញ្ចឹងកូនប្រើ
đ ầ m lại từng ngọc kia ta giúp hiệp vừa ban trầm trời đai được tê chà con phép tê cái lạnh con chà ta chẳng trong hiện tí pi dân con tùng ấy tùng đạp chẳng ta với thấy con dân miền còn man trong hiện con miền trong man trong hiện pi trong hiện tí môi con tùng ấy ghế trong hiện tí pi con nằm tống đạp con vô nở ta chẳng dân trôi tam cromนี่ครูใจซ้ำไปได้อาก่อนหมดที่ตาล่างมาบอกมาก่อนตากำต้อนนี่ครูนั่งบังหายสำนัวនៅក្នុងកណ្ដាស់កិច្ចការរបស់យើងប្រើថាចំនួនរបស់យើងមកតោះ43គុណនឹង2ស្មើនឹង86តែយើងធ្វើដូចម្ដេចបានឃើញ86កូនហើយនៅកូនតោះសេលេឯនៅta bật ở trong mắt bật ở tầng nào bật ở chuột má bật ở trong sao mấy con bật ta bật lần này má Malina con đã một khăn này má bật tiếp vô để chạm không để chạm ta chị cá đã mấy cốt ta chẳng ta dương pra ban cho ra cho đập bay về đầm lai tam crom vô mà crom máu ta crom mất phải dương để thua 2-4 cái thua ban trăm tra đai được tê à con ta cả lái ta sai sập bay con nằm pi mà nằm phải sập ra môi ta con na ai lang mình bỏ sai ban rồi ca pra tha chấm luôn ta hả nó ta con gì không con cái bay tông riêng bột bay tông riêng mà làm muối tông riêng ta tiến buôn tông đáp bột buôn tông đáp mà làm bay tông đáp chà con chân con ta thành nụ bò sài bàn trầm trờ rồi tê chà con chân con ta cả lại chẳng là con ông tà rang làm lại lên thì chúa chô con ông một con dân đã lên ban chùm luôn màn cốt đã lên ban mán mùi chẳng một con dân đã ban tài mùi tê chẳng chỉ là tập phò ta dân ban rồi mình đánh đài ta chỉ là tập phò dân ban của màn sông đọc cốn ban màn sông đọc tengah ini yang mana sông đọc cốn
ខ្ទង់10ចុះខ្ទង់រាយបានប៉ុន្មានដែរកូនខ្ទង់រាយបាន6ខ្ទង់រាយចា8ខ្ទង់10មានតម្លៃស្មើប្រមាណកូនទាំងអស់គ្នាមានតម្លៃស្មើប្រមាណ80 6ខ្ទង់រាយមានតម្លៃស្មើប៉ុន្មាន6អញ្ចឹង80បូក6ស្មើនឹង86ដូចនេះផលកអាគុណរបស់យើងដូចនេះ43គុណនឹង2ស្មើ86តោះអញ្ចឹងដើម្បីគុណចំនួនមានលេខ2ខ្ទង់និង1ខ្ទង់តើយើងត្រូវធ្វើដូចម្ដេចដែរកូនទី1គុណខ្ទង់អីគេចាជំហានទី1យើងគុណខ្ទង់រាយជំហានទី2គុណខ្ទង់10តោះអញ្ចឹងកូនក្រោកឈរអានវិធានទាំងអស់គ្នាកូនជំហានទី1ទី1គុណខ្ទង់រាយទី2គុណខ្ទង់10ចាអរគុណច្រើនកូនកូនចុះអរគុណអ្នកគ្រូចាអញ្ចឹងយើងផ្ទៀងផ្ទាត់ជាមួយនឹងចម្លើយធនុដែលបានឆ្លើយពីមុនអូសំទោសសក្កណាចាសក្កណាបានឆ្លើយខាងមុនថាគុណខ្ទង់រាយបន្ទាប់មកគុណខ្ទង់10តើត្រឹមត្រូវទេកូនត្រឹមត្រូវអត់ត្រូវអញ្ចឹងទេដៃអត់ចាឲ្យសក្កណាមួយចាអញ្ចឹងកូនយល់ហើយនៅយល់ហើយតោះបើយល់ហើយអ្នកគ្រូសូមឲ្យកូនប្រើក្តារឈ្នួនតោះប្រើក្តារឈ្នួនតោះក្តារឈ្នួនកូនថោះហើយនៅតើមើលលំហាត់ទាំងអស់គ្នាតោះលំហាត់នេះគ្រូមាន2លំហាត់ទី1 32គុណនឹង3លំហាត់ទី2 44គុណនឹង2អញ្ចឹងអ្នកគ្រូសុំអ្នកដែលធ្វើលឿនចំនួន3នាក់ដំបូងគេឡើងមកខាងលើតោះ2នាក់ហើយតោះសេលេខស្អាតតិចកូនលេខមិនតោះអ្នកកន្លែងធ្វើលឿនឡើងតោះលឿនឡើងគុណនឹង2កូនតោះហើយនៅចាហើយនៅអ្នកកន្លែងតោះហើយឬនៅតោះហើយតោះយើងបង្ហាញចម្លើយទៅឲ្យមិត្តភក្តិយើងតោះបាយចម្លើយតោះអញ្ចឹងយើងប្រាប់បានចរាចរណ៍វេតម្លៃតាមមិត្តភក្តិយើងធ្វើត្រឹមត្រូវដែរឬទេបានចរាចរណ៍ត្រឹមត្រូវទេត្រឹមត្រូវអញ្ចឹងកូនបង្ហាញចម្លើយរបស់កូនមកអ្នកគ្រូវិញបង្ហាញចម្លើយរបស់កូននៅតង់មកអ្នកគ្រូវិញតោះធ្វើឲ្យគ្រប់គ្នាណាតើឥឡូវផ្ទៀងផ្ទាត់ជាមួយចម្លើយរបស់អ្នកគ្រូតោះត្រឹមត្រូវដែរទេកូនត្រឹមត្រូវចុះអញ្ចឹងថានោះកូនអាចបកស្រាយការកូនរបស់កូនបានទេ
จ้ะตรงเรียก้นนังใบมาปรามวยตรงเรียต่อเซเลปรามวยเนาทางชัวโชในตารางดำไหลเลสามตรงใบตรงดับก้นนังใบมาปรามบวนตกดับต่อเซเลปรามบวนเนาชัวโชในตารางดำไหลเลสามตรงจ้ะต่อมือเตี้ยเอาส้มชิกาก้นจ้ะชิกาจ้ะไอ้เก๋บุญไอ้เก๋đáy cháu nó không đáy không mà đang tiếp buông tông rì ấy dạ chà con tràn chà tết đây ở bao tơ bật phê yang muối chà ta con ta cái lái taต่อจังยังตกกระดาษชนนเต๋อต่อกราวปีบานเรียนไม่เรียนยังไงยังจำตาทั้งไงนี่ยังเรียนไม่เรียนนำปีไอ้เก๋กุนเรียนปีไอ้เก๋ไม่เรียนยังดันไหนไอ้เก๋กุนมาลองตีนไม่เรียนทำไมเรายังเรียนไงนี่จ้าเราคนจ้างคนก็เจ้าจังตาดำใบโบคนจำนวนเมนเลยปีต้องนั่งมือต้องเราขมิ้นตราตกตายยังตราทวดโดยไม่ได้ก่อนต่อในนาชลายบ้านสากันนะจุ่มเฮียนไอ้เก๋จุ่มเฮียนตีมวยจุ่มเฮียนตีมวยคนตรงจุ่มเฮียนตีปีจ้าเอาคนจานคนก็เจ้าจ้าจังจุ่มเฮียนตีมวยคนตรงเรียจุ่มเฮียนตีปีคนตรงดาบตรำตราเตตรำตราต่อจังในครูเมียนไก่กาบแต่หายก้นในทัวร์เนือบแต่หายไม่เรียนก็ก้นเตะกัดเนือบแต่ได้ตอนในก้นตอนนั้นในครูหนึ่งพญาแต่ในขนมกรุบถนัดตีปีบ่อยยังจังแต่đóไอ้ปามมาบ่อยมือบ้างนะไก่กาบแต่บ่อยยังหายนั่งไม่เรียนกับตอนในก้นตอนต่อจังเรียงเรียบจ้าไม่บ้านใจแต่แต่ตาđã nâng tóc á đã nâng tóc á còn ta hai nè ta té con chân tộc té con complex vơ làm hạt đài này kêu đã áo hai nâng cọt mề điền phong to này conจ้าhai sầm ạt đai môn nâng nhắm chấm này ha to nữaจ้าchụp cái là thằng ấy aiสบายดีๆนะได้บ้านบังเรียนในขนมสลาบัตรธรรมศึกษาชายบาลังวิปโรธาในขนมสลาบัตรธรรมศึกษาชายบาลังขยมมีนปฏิทานสะอาดมีนจอลบริสุทธิ์ท้ายก็มันมีนกรุตักจำนวนได้ปรุดได้ทานสลาในขยมสถานในจวบหนังเจิงพนมจังส
សិស្សរបស់នាងខ្ញុំក៏មករៀនបានទៀងទាត់ហើយមានការគោរពវិន័យបានល្អជាចុងក្រោយនាងខ្ញុំសូមបួងសួងឲ្យទេវតាឆ្នាំថ្មីប្រទានពរជ័យសិរីសួស្តីទៅដល់លោកគ្រូអ្នកគ្រូថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ឲ្យជួបតែសេចក្តីសុខចម្រើនគ្រប់គ្នាសូមអរគុណ